សួស្តីអ្នកនរគ្នាតាមការសន្យាគឺយើងនឹងចេញវីដេអូថ្មីនិយាយជាភាសាខ្មែរនៅ Channel ទី2តោះកុំឲ្យខាត់ពេលយូរយើងចូលទៅដល់ប្រធានបទយើងទាំងអស់គ្នាពីរង្វាន់កីឡាវាយសីពិភពលោកឆ្នាំ2025គឺខិតជុំមកដល់ហើយប៉ុន្តែអ្នកទាំងអស់គ្នាមានដែរឆ្ងល់អត់ថាហេតុអីបានជាមានភាសាអង់គ្លេសមានពាក្យថា bad នៅក្នុងហ្នឹងតែពាក្យថា badminton ហ្នឹងមានដូចមិនហើយវាមានប្រភពដើមមកពីណាតោះយើងទៅស្វែងយល់ទាំងអស់គ្នាកីឡាវាយសីប្រៀបដូចជាលបែងអុកចឹងគឺវាមិនមែនមានប្រភពច្បាស់លាស់ថាមកពីប្រទេសណាឬក៏អ្នកណាជាអ្នកបង្កើតវាទេហើយវាបើនិយាយទៅគឺបើនិយាយពីបន្ទាត់ពេលវេលាក៏វាមិនសូវច្បាស់ដែរតែយើងដឹងត្រឹមថាកីឡានេះគឺដំបូងត្រូវបានលេងដោយជនជាតិបុរាណនៃក្រិចចិនហើយនិងឥណ្ឌាដែលគេប្រើសម្រាប់វាយមានរូបរាងបែបនេះដើម្បីវាយសីហ្នឹងតែដំបូងក៏អត់មានប្រើសំណាញ់ឬក៏ទៅលេងនៅតារាងស្តង់ដាឬក៏ជាកីឡាប្រកួតប្រជែងនេះដែរតែដល់ពេលដល់សតវត្សទី17គឺកីឡានេះចាប់ផ្ដើមមានភាពពេញនិយមដែលស្តៀងខ្លាំងជាមួយនឹងកីឡាវាយសីយើងសពថ្ងៃនៅទីក្រុងភូនកីឡាភូណាបានចាប់កំណើតឡើងមកនៅពាក់កណ្ដាលសតវត្សទី17គឺសម័យអង់គ្លេសដាក់អាណានិគមលើឥណ្ឌាអញ្ចឹងទាហានអង់គ្លេសក៏ចាប់ផ្ដើមលេងកីឡាភូណាហ្នឹងហើយក៏ចូលចិត្តក៏បានពំនាំវាទៅស្រុកខ្លួនវិញអុកញ៉ានៃ Beaufort នៅឯ Badminton House បានរៀបចំពិធីជប់លៀងនៅឆ្នាំ1873ហើយវាត្រូវបានគេស្គាល់ថាជា Badminton ហ្នឹងអញ្ចឹង Badminton ហ្នឹងគឺជាឈ្មោះនៃអចលនទ្រព្យមួយកន្លែងរបស់គ្រួសារមួយហើយបន្ទាប់មកគេក៏បង្កើត The Bath Badminton Club នៅឆ្នាំ1877ដោយមានការបង្កើតច្បាប់និងវិន័យត្រឹមត្រូវកីឡាវាយសីពិភពលោកដំបូងបង្អស់គឺប្រព្រឹត្តឡើងនៅឆ្នាំ1977ទីក្រុង Malmo ប្រទេសស៊ុយអែតរៀបចំឡើងដោយសហព័ន្ធវាយសីអន្តរជាតិ IBF ដែលត្រូវបដូរឈ្មោះមកសហព័ន្ធកីឡាវាយសីពិភពលោកវិញគឺ BWF នៅឆ្នាំ1981ប៉ុន្តែពានរង្វាន់លំដាប់ពិភពលោកគឺប្រព្រឹត្តជិត100ឆ្នាំមុនព្រឹត្តិការណ៍នេះទៅទៀតគឺនៅឆ្នាំ1899នេះគឺ The All England Open ដែលជាកន្លែងដែលអាចនិយាយថាការចាប់កំណើតនៃកីឡា Badminton ជាស្តង់ដារដែលយើងស្គាល់ថាជាពានលំដាប់ធំទី2ដែរប្រចាំ Badminton ហ្នឹងបន្ទាប់ពីពានលំដាប់ពិភពលោក World Championship ហើយនិងកីឡាអូឡ িম্প ិក Lin Dan has done it again ចឹងកីឡាវាយសីពិភពលោកនឹងគឺធ្វើឡើងចាប់ពីថ្ងៃ25ខែសីហារហូតដល់ថ្ងៃទី1ខែកញ្ញាលឿនដែរតែមួយសប្តាហ៍ទេចឹងកីឡាករក៏អត់សូវមានពេលសម្រាប់ច្រើនដែរកីឡាករដែលឈ្នះពាននេះច្រើនជាងគេគឺបើបងប្អូនមើលកីឡានេះដឹងតែស្គាល់ហើយគឺ Lin Dan ឬក៏រហស្សនាមគាត់គឺ Super Dan ឬក៏មហាកំផែងនៃប្រទេសចិន The Great Wall of China គឺជាកីឡាករវាយសីជោគជ័យជាងគេនៅក្នុងប្រវត្តិសាស្ត្រដែលឈ្នះមេដាយមាសអូឡ িম্প ិក2ដងហើយនឹងគាត់មានឈ្មោះជាជើងឯកពិភពលោករហូតដល់ទៅ5ដងឯណោះហើយកីឡាករបុរសដែលឈ្នះពានរង្វាន់ពិភពលោកជាប់គ្នាគឺមានតែ4នាក់ទេគឺ Lin Dan, Yang, Chen Long ហើយនិង Kento Momota ដែលជាកីឡាករសម្រាប់ចិត្តរបស់ខ្ញុំ Carolina Marin, Han Aiping, Ye Chao-ing និង Li Lingwei គឺជាកីឡាករស្រីដែលឈ្នះពានរង្វាន់ច្រើនជាងគេគឺ3ដងដូចគ្នាមុននឹងបិទវីដេអូខ្ញុំចង់និយាយបន្តិចតាក់ទងជាមួយនឹង Badminton World Championship ផ្ដោតលើ Men Single ព្រោះខ្ញុំចូលចិត្តមើលតែ Men Single ខ្ញុំអត់ចូលចិត្តមើល Men's Double Women's Double ឬក៏ Women's Single ខ្ញុំមើលពេលខ្លះតែខ្ញុំមើលភាគច្រើនគឺ Men Single សូមអធិស្ឋានអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាកីឡាករ3រូបគឺជាកីឡាករជួរមុខដែលអាចឈ្នះពានឆ្នាំនេះគឺទី1គឺ Xiuqi ទី2គឺ Kunlavut Vitissan ហើយនិងទី3គឺ Li Shifeng ពួកគាត់ទាំង3មានសមត្ថភាពហើយនឹង style លេងប្រហាក់ប្រហែលគ្នាហើយពេលប៉ះគ្នាម្ដងគឺដឹងតែល្អមើលជក់ចិត្តមែនតើជាពិសេស Xiuqi និង Kunlavut របស់ប្រទេសថៃគាត់លេងមានទំនុកចិត្តមានភាពអត់ធ្មត់ហើយនឹងចិត្តធ្ងន់គាត់អត់លេងកជ្រោលចង់ទៅប្រយុទ្ធទេព្រោះអីកីឡាអីក៏ដោយគឺ stamina គឺជារឿងសំខាន់ឬក៏កម្លាំងថាមពលរបស់យើងត្រូវចេះថែរក្សាវានៅថេមិនបាន 100% ក៏ឲ្យវាធ្លាក់តិចៗម្ដងដែរឲ្យបានពេញមកប្រកួតហ្នឹងគឺយើងមាន stamina លេងទៅមុខបានកាលណាយើងប្រុងសម្រុកច្រើនយើងបង្កើតកំហុសកាន់តែច្រើនបើសិនណាគូប្រកួតយើងការពារល្អហើយគេមាន stamina ខ្លាំងជាងយើងអញ្ចឹងបើឲ្យខ្ញុំគឺខ្ញុំគិតថា Xiuqi គឺជាម្ចាស់ជ័យលាភីពានរង្វាន់ឆ្នាំនេះ
គាត់ជាប់ World Number 1 ចិត្តមួយឆ្នាំទំនែធ្លាក់ទៅលេខ 2 លេខ 3 ទេលេងល្អខ្លាំងមែនទែនឈ្នះ Li Shifeng Vititsat Lee Zijia Victor Axelsen គាត់ផ្ដួលអស់ហើយចឹងធ្វើបើតើគាត់ធ្លាក់ពីតំណែងលេខ 1 ក៏ពិតមែនតែគាត់នៅតែរក្សាលំនឹងនៅក្នុងការលេងគាត់ល្អដដែលចឹងគិតថាកីឡាកររូបនេះហើយគឺសមនឹងទទួលជ័យលាភីជាងគេនិងជាកីឡាករសញ្ជាតិចិនលើកដំបូងបន្ទាប់ពី Linda និង Chen Long ដែលឈ្នះពានរង្វាន់មួយនេះតើអ្នកនរគ្នាចូលចិត្ត content ប្រភេទនេះឬអត់ឬក៏មានមតិបោយផ្សេងចូល comment នៅខាងក្រោមចឹងជួបគ្នានៅវីដេអូក្រោយហើយចូល comment ខាងក្រោមថាអ្នកនរគ្នាចង់បានប្រធានបទរបៀបម៉េចឬក៏និយាយពីអីផ្សេងសូមចេញយោបល់ខាងក្រោមបាយបាយ